សួស្តីអ្នកនរគ្នាឥឡូវនេះខ្ញុំបង្ហាញតទៅនឹងការបើកមុខងារ scan មុខជាមួយនឹង KB ភាសារបស់យើងអញ្ចឹងដើម្បីដំណើរការងារនឹងបានយើងចូលមកកាន់កន្លែង option ខាងលើនេះមកសញ្ញា tray ហ្នឹង yes តមកទៀតយើងចូលមកកាន់កន្លែង option settings សិនជាអ្នកនរគ្នាចង់បើកប្រព័ន្ធសុវត្ថិភាពបន្ថែមទៀតដើម្បីងាយស្រួលក្នុងការប្រើប្រាស់អ្នកនរគ្នាអាចបើកបានដូចជា login with Face ID អានេះ scan មុខឥឡូវខ្ញុំសូមបង្ហាញទៅក្នុងការបើកFace ID ចុះ scan មុខព្រោះហ្នឹងវាលឿនតែគ្រាន់តែករណីហ្នឹងការប្រើប្រាស់របស់យើងជាអ្នកទទួលខុសត្រូវហើយយើងជាអ្នកសម្រេចចិត្តខ្លួនឯងទេហ្នឹងគាត់ចង់បង្ហាញកន្លែងហ្នឹងបន្តិចហើយត្រូវចេះពិចារណាផងអូខេដើម្បីដំណើរការងារហ្នឹងគឺយើងចុចបើកមក yes តមកវាតម្រូវឲ្យយើងធ្វើការ enter your pin កូដសម្ងាត់6ខ្ទង់ដែលយើងធ្លាប់បង្កើតហ្នឹងអញ្ចឹងខ្ញុំដាក់តែខ្ញុំអត់បង្ហាញទេបាទបន្ទាប់ពីយើងធ្វើការដាក់កូដ6ខ្ទង់របស់យើងហើយយើងចុចបើក option error មកយ៉ាកន្លែងនេះវាទាញមុខខ្ញុំចូលហើយអ្នកនរគ្នាឃើញវាបើកអត់យ៉ាអញ្ចឹងវីដេអូនោះវាប៉ុណ្្នឹងទេឥឡូវខ្ញុំធ្វើការ login ចូលសាកមើលយ៉ាខ្ញុំចេញទៅវិញឥឡូវខ្ញុំសុំចូល KB ភាសាសាក scan មុខមកចូលរួចអត់តោះមកខ្ញុំសុំបើក account របស់ខ្ញុំ yes ចាំតិចសុំចូលមកកាន់កន្លែងនេះសញ្ញា notification ចុះសាកតេស្តមើលយ៉ាវា scan ចូល lock កាត់ចូល plug ងាយៗសាមញ្ញ Thanks for watching. Subscribe for more.